អ្នកមត្ថុរតនតយស្សៈវន្ទាមិសូមនមស្ការចំពោះព្រះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសពកាលសូមប្រគេនពរចំពោះគណៈម្ចាស់គ្រប់ព្រះអង្គទីគោរពសក្ការៈចម្រើនពរញាតិញោមទាំងអស់ជាទីរាប់អានក្នុងព្រះធម៌ដ៏សប្បុរសថ្ងៃនេះសូមគណៈម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់បានត្រិះរិះពិចារណាទៅលើគោលដៅនៃការសិក្សាព្រះធម៌វិន័យរបស់អង្គព្រះសម្មាសម្ពុទ្ធដើម្បីតម្រង់នៅសទ្ធារបស់យើងឲ្យត្រង់នៅក្នុងសមាធិដើម្បីរៀបចំដំណើររបស់យើងឲ្យផុតចាកអំពីកាយទុច្ចរិតជ័យទុច្ចរិតមโนទុច្ចរិតរៀនដើរតាមនៅកុសលកម្មបត្តិតាមផ្លូវកាយតាមផ្លូវវិជ្ជាតាមផ្លូវចិត្តជារួមជាយាមប្រព្រឹត្តទៅក្នុងអំពើល្អគឺសិលដែលជាគុណជាតិមួយសម្រាប់ញោមញីនៅពពួកអកុសលដែលជាទោសឲ្យកាយវិចាររបស់យើងផូរផង់ជ្រាបចុះនៅក្នុងហិរិអតបៈចិត្តកើតនៅសតិនៅបញ្ញាក៏មានស្មារតីខ្លាចបាបខ្មាស់បាបព្រមទាំងបង្អោនទៅក្នុងការអប់រំចិត្តឲ្យមានសភាពស្ងប់ស្ងាត់ចាកកាមស្ងប់ស្ងាត់ចាកអកុសលនៃចិត្តដែលតម្កល់មាំនឹកណោមិនញាប់ញ័រមិនរាយមាយនៅក្នុងលោកធម៌ទាំងឡាយដែលតែងតែមកប្រកបនៅក្នុងវិថីនៃជីវិតរបស់យើងរាល់ថ្ងៃទាំងសុខទាំងទុក្ខទាំងសរសើរទាំងនិន្ទាទាំងលៀបទាំងឥតលៀបទាំងយុះទាំងឥតយុះសេចក្តីស្អប់ស្រឡាញ់ជាប់នៅក្នុងចិត្តធ្វើឲ្យមានសេចក្តីទុក្ខដ៏សម្បើមដោយអំណាចកម្លាំងនៃឆន្ទរៈគួរកប់បីអប់រំចិត្តឲ្យបានតាំងមាំនៅក្នុងគុណធម៌នៅក្នុងអារម្មណ៍ណាមួយមានពុទ្ធានសតិក្តីអានាបានសតិក្តីកាយកតាសតិក្តីនៅក្នុងអសុភៈកម្មដ្ឋានឬក្នុងមេត្តាព្រំវិហារធម៌ជាឧបាយសម្រាប់ញ៉ាំងចិត្តរបស់យើងឲ្យលៀបលនទៅដោយពធមានសភាពស្ងប់មានសភាពស្ងាត់ស្ងៀមប្រកបទៅដោយពធចិត្តប្រព្រឹត្តទៅក្នុងសតិនិងបញ្ញាព្រមទាំងបញ្ញាកើតឡើងក៏ត្រិះរិះពិចារណាឲ្យឃើញសភាពពិតក្នុងបរមត្ថធម៌ដំណើរនៃជីវិតដែលប្រព្រឹត្តទៅមិនមានអ្វីក្រៅអំពីការប្រព្រឹត្តទៅចិត្តចេតសិករូបបញ្ញាដែលស្គាល់ចិត្តចេតសិករូបឲ្យស្គាល់បរមត្ថធម៌ជ្រាបច្បាស់ចាក់ធ្លុះជាក់ច្បាស់នៅក្នុងរូបបរមត្ថនាមបរមត្ថធ្វើឲ្យយើងមានទិដ្ឋិស្អាតបរិសុទ្ធមានបញ្ញាមិនពង្វេងនៅក្នុងអារម្មណ៍
ដែលជានុយរបស់មាបានបញ្ឆោតទៅតាមទ្វារតាមអារម្មណ៍ឲ្យសត្វទាំងឡាយពង្វេងប៉ុន្តែបុគ្គលបានអប់រំចិត្តល្អហើយតែងឃើញទោសនៅក្នុងនាមរូបនៅក្នុងខណ្ឌនៅក្នុងអាយតនៈនៅក្នុងធាតុហើយក៏ខំប្រឹងកំណត់ដឹងតន់រលឹកឃើញតន់នៅសភាពពិតអត់ចាក់អំពីសេចក្តីប្រកាន់ខុសយល់ខុសក៏ជ្រាបច្បាស់ទៅតាមអរិយសច្ចៈម្ល៉េះហើយរក្សានៅដំណើរនៃជីវិតអាស្រ័យនៅធម្មៈដ៏បរិសុទ្ធរបស់ព្រះអង្គប្រកបដោយសតិនិងបញ្ញារមែងខ្សែមចាក់ផុតនៅសេចក្តីទុក្ខទាំងពួងរមែងផុតចាកអំពីភ្លើងទុក្ខភ្លើងកិលេសនឹងបានទៅដល់គោលដៅមួយដែលសត្វលោកតែងតែប្រាថ្នាគឺព្រះនិព្វានអញ្ចឹងដំណើរនេះកណ្ដាលចាស់គ្រប់ព្រះអង្គដែលមានសទ្ធាជ្រះថ្លាកើតមកតន់ព្រះពុទ្ធសាសនាបានសេពគប់នឹងសប្បុរសបានរៀននៅពុទ្ធវចនៈនៅក្នុងវិន័យវិសូតអភិធម្មជាដើមយល់អំពីកិច្ចយល់អំពីអត្ថសេចក្តីយល់អំពីសភាវៈនៅក្នុងបរមត្ថធម៌ហើយយកទៅចម្រើនយកទៅបដិបត្តិគោលដៅមួយសម្រាប់ញ៉ាំងនៅសទ្ធារបស់យើងឲ្យសម្រេចទៅជាសទ្ធាក្នុងអរិយទ្រព្យដ៏ប្រសើរម្ល៉េះហើយពេលណាដែលយើងបានរៀនហើយមានបញ្ញាទទួលស្គាល់ការពិតដឹងពិតក្នុងគុណរបស់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរដ៏ខ្ពង់ខ្ពស់ដែលព្រះអង្គបានបំពេញបុណ្យបារមី4អសង្ខ័យកម្រៃមួយសែនកាប់ម្ល៉េះហើយព្រះអង្គមានមហាករុណាธิគុណណាស់គុណរបស់ព្រះអង្គបានលះបង់ទាំងកម្លាំងកាយចិត្តបានសម្ដែងនៅពធបញ្ជលសត្វលោកទាំងឡាយឲ្យស្អាតបរិសុទ្ធបានជាវិសុទ្ធគុណពេលណាដែលសត្វលោកបានធ្វើតាមពាក្យទូមានព្រានប្រដៅរបស់ព្រះអង្គឲ្យខ្ជាប់ខ្ជួនសិក្សាបប្រតិបត្តិឲ្យប្រពៃជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះអង្គនឹងសម្រេចចិត្តទុកចិត្តក្នុងការត្រេះរិះពិចារណារកហេតុផលដាក់ទុកនៅក្នុងចិត្តចម្រើននៃការអប់រំរហូតដល់ពលត្រូវក្នុងពធដោយខ្លួនឯងដឹងច្បាស់ដោយខ្លួនឯងបានយើងឃើញនៅពធហើយទើបអាចយកពធនឹងជាទីពឹងជាទីរលឹកបានយើងឃើញគុណប្រសង្ឃសាវកនៃព្រះដ៏មានពភាកដែលលោកប្រឹងប្រែងប្រតិបត្តិដើម្បីកម្ចាត់បងនៅកិលេសកម្ចាត់បងនៅភ្លើងទុក្ខភ្លើងកិលេសនេះប្រសង្ឃសាវកដែលព្រះអរិយសង្ឃដែលលោកបប្រតិបត្តិត្រូវបប្រតិបត្តិត្រង់បប្រតិបត្តិហើយបានសម្រេចនៅព្រះនិព្វានពេញបរិបូរណ៍ដោយសិលសមាធិនិងបញ្ញាម្ល៉េះហើយវិថីចិត្តរបស់លោកដកក្រៃលែងព្រះសង្ឃទាំងអស់នោះឯងហើយដែលជាគំរូដល់យើងទាំងអស់គ្នាត្រូវតែប្រតិបត្តិតាមនៅដំណើរដ៏ល្អនោះទើបសំយើងកើតមកមានសំណាងតន់ព្រះសាសនានៃព្រះសម្មាសម្ពុទ្ធត្រង់យើងមានបញ្ញាស្គាល់
គុណព្រះពុទ្ធស្គាល់គុណព្រះធម៌ស្គាល់គុណព្រះសង្ឃឃើញតម្លៃនៃពធជាបញ្ញាតិគុណនេះដឹកនាំចម្លងសត្វទាំងឡាយឲ្យរួចចាកអំពីសេចក្តីទុក្ខឲ្យទៅដល់ត្រើយពោលគឺព្រះនិព្វានក្នុងឋានៈជាអរិយបុគ្គលនេះហើយជាបញ្ញាដ៏អស្ចារ្យរបស់ព្រះអង្គបញ្ញានេះកើតឡើងអំពីការចម្រើនការបប្រតិបត្តិឲ្យខ្ជាប់ខ្ជួនទៅតាមសភាវៈធម៌ទៅតាមលំដាប់នៅក្នុងសិលសមាធិនិងបញ្ញាបើចិត្តរបស់យើងនឹងបានអប់រំស្ងប់នឹកណល្អហើយបញ្ញារបស់យើងនេះតែងតែខ្ជាប់ខ្ជួនទៅក្នុងសភាវៈធម៌រលឹកតន់ដឹងតន់គ្រប់ទ្វាគ្រប់អារម្មណ៍យើងដោះស្រាយអំពីបញ្ហាសេចក្តីទុក្ខបានត្រង់យើងស្គាល់អំពីសភាវៈពិតត្រង់យើងសុខចិត្តដាក់នៅភារៈមានកិលេសភារៈខន្ធភារៈអភិសង្ខាភារៈដោយទទួលយកនៅធម្មមរតកដែលជាភារៈរបស់ភិក្ខុសាមណេរបាសកបាសិកាដែលត្រូវបំពេញនៅក្នុងសិលសមាធិនិងបញ្ញាជាអនុត្តរធម៌ដ៏ប្រសើររកអ្វីមកប្រសើរជាងសិលសមាធិនិងបញ្ញាម្ល៉េះហើយពេលណាដែលយើងឃើញតម្លៃនៃគុណពធឃើញតម្លៃនៅក្នុងគុណសិលតម្លៃនៅក្នុងគុណសមាធិតម្លៃគុណនៅក្នុងបញ្ញាវិបស្សនាដែលធ្វើដំណើរទៅសម្រេចមគ្គផលคล้ายខ្លួនទៅជាអរិយបុគ្គលទៅយើងលះបង់នៅសេចក្តីសុខតិចតួចដែលជាប់ជំពាក់លាយឡំដោយសេចក្តីទុក្ខសៅមងគឺកិលេសភារៈនឹងបានលះបង់ដាក់ចុះនៅខន្ធភារៈដែលជារបស់ធ្ងន់ជារបស់ដែលពោពេញទៅដោយសេចក្តីទុក្ខក្តៅក្រហល់ក្រហាយនឹងដាក់ចុះនៅអភិសង្ខាភារៈមិនឲ្យជាប់ជំពាក់ស្រាយចំណងក្នុងវត្តដាក់ដែលជាទីលំនៅរបស់មាដោយមានអវិជ្ជានិងតណ្ហាជាឫសគល់បានហេតុដូច្នេះយើងត្រូវមានសទ្ធាជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជឿជាក់ឲ្យច្បាស់សិក្សាជឿទៅលើកម្មជឿទៅលើផលនៃកម្មជឿទៅលើកម្មជារបស់ខ្លួនដែលយើងកំពុងតែប្រព្រឹត្តទៅកំពុងតែទទួលនៅក្នុងបច្ចុប្បន្នភាពណាអ្នកដែលមានសទ្ធាទុកនៅក្នុងចិត្តឈ្មោះថាយើងមានមេតបដ៏មានកម្លាំងមេតបដ៏ឆ្លៀសវៃមេតបពោលគឺសទ្ធានេះទៅកាត់ផ្ដាច់នៅពួកអកុសលមាននិវរណៈដែលជាគ្រឿងបិទបាំងរារាំងទប់ស្កាត់បង្អាក់ដំណើររបស់យើងមិនឲ្យទៅដល់ទីត្រើយពោលគឺព្រះនិព្វានមិនឲ្យយើងឈ្នះសង្គ្រាមនៃកិលេសគឺនិវរណៈនេះលះឲ្យសទ្ធារបស់យើងដែលមានហើយឈ្មោះថាទទួលបានជ័យជំនះមួយដ៏ធំធេងសទ្ធាមួយប្រកបដោយបញ្ញាឈ្នះមច្ឆរិយៈ 1000ដូចចលេខសាដកញាតិញោមត្រូវបានសុខសន្តិភាព
ឈ្នះនៅសង្គ្រាមគឺកិលេសគឺនិវរណៈឈ្មោះថាជ័យជំនះនេះឯងឈ្នះទាំងលោកនេះទៅកាន់បរលោកមុខក្នុងឋានៈជាបុគ្គលទទួលបាននៅអរិយទ្រព្យជាទីពឹងជាទីរលឹកយើងមានសទ្ធាទទួលនៅបរតនត្រ័យអស្ចារ្យជាងយើងបានកែវមณีរបស់ស្ដេចចក្រពត្តិទរាជទៀតញាតិញោមយើងមានសទ្ធាញាណសម្បជុតជឿជាក់លើគុណពុទ្ធពធប្រសង្ឃមិនកំរើកអស្ចារ្យជាងឋានៈជាស្ដេចចក្រពត្តិទរាជទៅទៀតម្ល៉េះហើយសទ្ធារបស់យើងនេះឯងជាទឹកដៅមួយជាឫសគល់នៃសមាទិដ្ឋិសម្រាប់លៀបលន់សទ្ធាសនេហាំងនឹងសម្រាប់លៀបលងចិត្តរបស់យើងនឹងឲ្យទុនឲ្យហូរទៅក្នុងផ្លូវអថង្គមៈទាំង8មានសមាទិដ្ឋិនេះជាដើមកើតឡើងអំពីសទ្ធាជាឫសគល់ប្រកបទៅដោយសតិនិងបញ្ញាបានសេពគប់នឹងសប្បុរសបានស្ដាប់នៅធម៌សប្បុរសបានធ្វើទុកនៅក្នុងចិត្តដោយយោនិសោមនសិការៈម្ល៉េះហើយសទ្ធានេះមុតមមយើងបានដកចេញនៅចិត្តដែលជារសេងរសាមដោយពពុះវិជិកិច្ឆាមច្ឆាទិដ្ឋិមច្ឆាញាណៈឬក៏អញាណៈសាបសូន្យដរធានពីក្នុងចិត្តរបស់យើងជាបុគ្គលរស់នៅជឿជាក់ហើយមានទីពឹងដ៏ប្រសើរជាមួយនឹងគុណបរតនត្រ័យចម្លងយើងសទ្ធានេះសទ្ធាតរតិអោខាំងចម្លងយើងឲ្យផុតចាកអំពីវត្តដាក់ឆ្លងផុតអំពីអន្លង់អន្លង់កាមសត្វលោកទាំងឡាយឆ្លងបានដោយកម្រប៉ុន្តែបានជួបនឹងសាសនារបស់ព្រះសម្មាសម្ពុទ្ធយើងបានកាត់ផ្ដាច់នៅអកុសលដែលប្រកបទៅដោយលោភៈអកុសលទាំង8នេះដោយសទ្ធាដោយសទ្ធារហូតបានទទួលសម្រេចនៅមគ្គផលកាត់ផ្ដាច់នៅអាសវៈធម៌ទាំងឡាយនោះបានមានសទ្ធាហើយយើងឆ្លងពីអន្លង់ទិដ្ឋិតែងតែជាប់ជំពាក់ធ្លាក់ហើយមានសេចក្តីទុក្ខលំបាកសៅហ្មងដោយអំណាចនៃការយល់ខុសប៉ុន្តែមានសទ្ធាហើយតម្រង់ចិត្តរបស់យើងឲ្យត្រង់នៅក្នុងសមាទិដ្ឋិស្រង់ចិត្តរបស់យើងឲ្យផុតចាកអំពីអន្លង់ទិដ្ឋោខៈទិដ្ឋិនឹងបានកាត់ផ្ដាច់នៅទិដ្ឋិលោភៈដែលប្រកបជាមួយនឹងទិដ្ឋិទាំង4ហ្នឹងដោយកម្លាំងនៃសទ្ធាអាចកាត់ផ្ដាច់ពេលណាដែលវិបស្សនាមគ្គកើតឡើងសទ្ធាជឿគុណបរតនត្រ័យមិនកំរើកហើយប្រព្រឹត្តបដិបត្តិនៅក្នុងព្រហ្មចរិយធម៌នេះសទ្ធានេះស្រង់ចិត្តកាត់ផ្ដាច់ពីវត្តដាក់នឹងបានបើណាឲ្យផុតចាកអំពីភពនឹងបានពវោខៈឆ្លងពីភពតូចភពធំនឹងបានកាមភពរូបភពអរូបភពផុតនៅក្នុងភ្លើងទុក្ខភ្លើងកិលេស
បានទៅដល់ត្រយពោលគឺព្រះនិព្វានផ្សេងចាក់ទុកទាំងពួងផុតចាកអំពីនិស្ស័យរបស់មាផុតចាកអំពីលំនៅរបស់មាមានចិត្តបាបមិនអាចបៀតបៀនដល់បុគ្គលទាំងឡាយណាដែលមានសទ្ធាហើយឆ្លងផុតនៅភពដោយកម្លាំងនៃការប្រតិបត្តិនៅក្នុងព្រហ្មចរិយធម៌សទ្ធានេះមានដល់បុគ្គលណាហើយអាចឆ្លងអំពីអន្លង់អវិជ្ជខៈដែលជាឫសគល់នៃវដ្តនេះអវិជ្ជានិងតណ្ហាម្ល៉េះហើយសត្វលោកទាំងឡាយទទួលបានជោគជ័យដោយកម្លាំងនៃសទ្ធាជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យយើងនឹងលែងភ័យលែងកើតទុក្ខលែងវង្វេងផុតចាកអំពីការហត់នឿយនៅក្នុងវដ្តផុតចាកអំពីសេចក្តីសោកខ្សឹកខ្សួលទុក្ខទោមនស្សចង្អៀតចង្អល់ផុតចាកអំពីការធ្លាក់នៅក្នុងអន្លង់កាមនេះហើយដែលពោពេញទៅដោយជាតិទុក្ខជារាទុក្ខជាធិទុក្ខមរណៈទុក្ខសោកខ្សឹកខ្សួលទុក្ខទោមនស្សចង្អៀតចង្អល់អ្នកមានសទ្ធាជឿបរតនត្រ័យបានคล้ายទៅជាភិក្ខុសាមណេរបួសដោយសទ្ធាជ្រះថ្លាបាសកបាសិកាត្រៃរតមានសទ្ធាជ្រះថ្លាមិនកំរើករមែងនឹងធ្វើឲ្យវិថីចិត្តរបស់យើងនេះប្រសាទលក្ខណៈថ្លាស្អាតបរិសុទ្ធតែយើងត្រូវសម្រេចសច្ចិតប្រយោជន៍តបណាំងដោះខាត់ចិត្តឲ្យស្អាតម្ល៉េះហើយសទ្ធានេះត្រូវសម្រេចដោយការបប្រតិបត្តិនៅក្នុងព្រះសទ្ធំទៅជាបុគ្គលមានទិដ្ឋិត្រង់មានទិដ្ឋិត្រង់មានទីពឹងដ៏ប្រសើរនោះបានចឹងញាតិញោមប្រកាន់ណាម្ចាស់គ្រប់ព្រះអង្គតែបានជួបសាសនានៃព្រះសម្មាសម្ពុទ្ធហើយត្រូវតែប្រឹងប្រែងអប់រំចិត្តឲ្យកើតសតិបញ្ញាទើបអាចទៅឃើញផ្លូវត្រង់នឹងបានទើបឃើញនៅផ្លូវបរិសុទ្ធផ្លូវល្អទើបដឹងច្បាស់ថាផ្លូវដែលយើងធ្វើដំណើរនេះមិនវង្វេងនៅក្នុងវដ្តផុតចាកអំពីបុគ្គលពៀលល្ងងខ្លៅមិនឆ្លៀសបានដោយកម្លាំងនៃសទ្ធាជាឥន្ទ្រីមួយញ៉ាំងចិត្តយើងឲ្យឃ្លាវខ្លានៅក្នុងព្រះសទ្ធំស្ទុះចេញចាក់អំពីអន្លង់ទុក្ខនេះតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធពេលយើងមានសទ្ធាជឿជាក់ហើយយើងបានសមាទានកាន់សិល5ក្តីសិល8ក្តីសិល10ក្តីសិលភិក្ខុសាមណេរក្តីត្រូវមានចេតនាជាតួសិលវាចាឲ្យតឹងរឹងឲ្យប្រកបបជាមានសតិមានបញ្ញាកម្ចាត់បងនៅអភិជាតោមនស្សដែលជាប់ស្អិតនៅលៀបយុះតែជាប់នៅលៀបយុះហើយសម្លាប់សិលរបស់យើងឲ្យស្លាប់ប្រៀបបីដូចជាដើមចេកដែលផ្លែហើយត្រូវតែសម្លាប់ដើមដូចជាសេះអាជនីកើតកូនហើយត្រូវតែមេនឹងស្លាប់យ៉ាងណាយើងទាំងអស់គ្នាជាភិក្ខុសាមណេរបាសកបាសិកាអ្នកត្រត្រង់ព្រះពុទ្ធសាសនាត្រង់មានសិលបើមានសិលហើយចិត្តនោះមានសេចក្តីសង្រួមកាយវិចារចិត្តតាំងនៅក្នុងសុចរិតសង្រួមភ្នែកតិចច្រមុះអណ្ដាតកាយចិត្តហើយមានសេចក្តីអត់ធន់ណាអត់ធន់ទើបធ្វើឲ្យសិលរបស់យើងនឹងមិនដាច់មិនធ្លុះមិនប្រព្រោះមិនប្រពៀល
សិលយើងជាទីសរសើរនៃព្រះសម្មាសម្ពុទ្ធនោះត្រង់សិលរបស់យើងស្អាតបរិសុទ្ធតិចកាយតិចវិជ្ជាតិចចិត្តសិលនេះមានមេត្តាជាអាសនៈម្ល៉េះហើយមេត្តាព្រមវិហារធម៌នឹងទៅខ្ចប់ទៅវិច្ចទៅទ្របទៅត្រូវឧបត្ថម្ភចិត្តរបស់យើងឲ្យតិចគ្រប់អេរិយាបថទាំង4តើមានសេចក្តីសុខយ៉ាងណាក្នុងឋានៈជានេកមៈសុខសុខក្នុងសិលសុខដ៏ក្រៃលែងនៅក្នុងអរិយទ្រព្យដែលព្រះពុទ្ធព្រះអង្គប្រទានឲ្យអស្ចារ្យជាងសុខក្នុងលៀបក្នុងយុគបើយើងអត់មានសតិមានបញ្ញាទេអត់អាចទៅឃើញទោសអភិជាទោមនស្សដែលជាអកុសលដុលិមុខនាំឲ្យជាប់លៀបយុគនោះទេម្ល៉េះហើយលៀបសការៈយុគនេះឯងព្រះអង្គនិមិត្តមុននឹងត្រាស់ដឹងប្រៀបបីដូចជាភ្នំលាមុខអញ្ចឹងលៀបយុគនឹងស្មើអភិជានឹងទោមនស្សអភិជាទោមនស្សនឹងជាអកុសលដុលិមុខតែជាប់ហើយមានក្លិនមិនល្អធ្វើឲ្យស្លាប់នៅគុណធម៌ធ្វើឲ្យដំណើររបស់យើងនេះអត់បានទៅដល់ទីបំផុតរួចចាក់ទុកតែដាច់សិលហើយមានពៀមានការបៀតបៀនគំនុំជួនកាលផ្លត់សតិធ្លាក់នៅក្នុងអបាយនរកប្រែតដេរឆានអសុរកាយព្រោះតែដាច់សិលព្រោះតែមិនមានសិលសិលមានស្អាតបរិសុទ្ធសម្រាប់តែបុគ្គលណាមានសតិគ្រប់គ្រាន់មានស្មារតីជាបុគ្គលដឹងខ្លួនស្គាល់សិក្ខាបទស្គាល់ឧបាយក្នុងការរក្សាស្គាល់នៅពិធីដែលព្រះពុទ្ធព្រះអង្គពង្រៀនឲ្យរក្សាម្ល៉េះហើយសតិបញ្ញាគ្រប់គ្រាន់ទើបអាចរក្សានៅសិក្ខាបទរបស់ព្រះអង្គដោយកម្លាំងចេតនាជាហេតុវាចាដោយកម្លាំងនៃសតិក្នុងការប្រុងប្រយ័ត្នគ្រប់សិក្ខាបទគ្រប់ទ្វាកាយវិជ្ជាចិត្តគ្រប់ទ្វាភ្នែកតិចច្រមុះដាតកាយកម្ចាត់បងនៅអភិជានិងទោមនស្សគឺលោភៈទោសៈមោហៈនេះតើហូរចូលទៅក្នុងទ្វាណាហើយវាសៅមកនៅក្នុងអន្លង់គឺចិត្តនេះឲ្យល្អកកអញ្ចឹងទាំងត្រូវឃើញទោសអ្នករក្សាសិលឲ្យឃើញទោសនៃទោសៈបើយើងស្រឡាញ់សិលយើងមានសេចក្តីអំណត់អត់ធន់ព្យាយាមទប់កាយទប់ចិត្តវាចាមិនឲ្យកើតនៅទោសៈតែកើតហើយបំផ្លាញសិលឆេះសិលរបស់យើងខ្ទេចខ្ទីអស់ទោសៈអ៊ីសាមច្ឆរិយៈកុកចៈហើយមានពុមោហៈអហិរកាំងអណោតបាំងមិនខ្លាចបាបមិនខ្វះបាបចិត្តរាយមាយស្ទាក់ស្ទើរមិនច្បាស់លាស់បលែងបន្លំទៅរកលៀបទៅរកសការៈខ្វះគុណធម៌ដាច់សិលរស់នៅត្រូវគេតេះដៀលត្រូវគេបៀតបៀនត្រូវគេមើងងាយដោយសារតែមិនសូវមានសិលនឹងហើយអញ្ចឹងហើយទោសចិត្តនេះជាសត្រូវធំរបស់អ្នកដែលមានសិលអញ្ចឹងត្រូវដុតទៅវិញដោយអំណាចនៃអទោសៈគឺមេត្តាណាមេត្តានឹងឯងជាតាមផ្លូវកាយតាមផ្លូវវិជ្ជាតាមផ្លូវចិត្តឃើញទោសនៃទោសៈហើយឃើញផលអានិសង្សនៃអទោសៈឃើញផលអានិសង្សកើតឡើងអំពីការរក្សាសិលទើបយើងអាចរក្សាសិលបានពេលណាដែលយើងចម្រើនទៅមានសិលហើយចម្រើនសមាធិធ្វើទុកនៅក្នុងចិត្តដូចអានាបានសតិ
ត្រូវចម្រើនកុំគ្រាន់តែគិតគ្រាន់តែពោលត្រូវចម្រើនត្រូវបដិបត្តិត្រូវអង្គុយភាវនាមានសេចក្តីប្រឹងប្រែងព្យាយាមបណ្ដោះនៅសតិនិងបញ្ញារក្សាចិត្តក្នុងអារម្មណ៍ណាមួយអាណាបានសតិក្តីពុទ្ធានសតិក្តីកាយកតាសតិក្តីឲ្យមានសភាពស្ងប់ឲ្យសភាពនឹងផ្លាទៅបញ្ញាកើតឡើងនោះបានលោះឲ្យសេចក្តីប្រឹងប្រែងព្យាយាមក្នុងការអង្គុយទូមានចិត្តជាអាតបិដុតកម្ដៅកិលេសដោយមានខន្តីជាតបៈធម៌ដ៏ឧត្តមនេះខន្តីកើតឡើងធ្វើឲ្យយើងបានដោះស្រាយទៅលើបញ្ហាដែលស្មុគស្មាញតាមផ្លូវកាយតាមផ្លូវចិត្តនោះដោយខន្តីធ្វើនៅប្រយោជន៍ធ្វើនៅសេចក្តីល្អគឺការទូមានចិត្តសេចក្តីប្រឹងប្រែងព្យាយាមខន្តីធ្វើអ្វីទាំងអស់ត្រូវតែមានពេលវេលាត្រូវតែអត់ធន់ជាបឋមប្រធានមិនអាចឆេវឆាវមិនអាចច្បោលមិនអាចធ្វើដោយចិត្តរាយងាយរវើរវាយណែនដងបានត្រឹមតែពោលបានត្រឹមតែថាត្រូវអប់រំចិត្តខន្តីជាតបៈធម៌តែយើងធ្លាប់ដុតកំឡោចនៃកិលេសធ្លាប់ទូមានចិត្តរបស់យើងនឹងបានពលត្រូវក្នុងសភាវៈចិត្តនឹងដែលស្ងប់ទេដែលស្ងៀមទេដែលស្ងាត់ទេដែលដឹងច្បាស់ជាខណកសមាធិឧបចារសមាធិអបណាសមាធិច្បាស់លាស់នៅក្នុងកម្មដ្ឋានណាមួយយើងធ្វើសមាធិនេះកំពុងតែដុតកម្ដៅនៃកិលេសកែប្រែវិថីចិត្តរបស់យើងពីអកុសលរៀនរស់នៅជាមួយនឹងកុសលផ្លាស់ប្ដូរពីអំពើអាក្រក់រៀនរស់នៅជាមួយនឹងអំពើល្អជាមួយនឹងពធការអប់រំចិត្តនេះចម្រើនដោយកុសលចម្រើននៅគំនរនៃបុណ្យបានរាល់ថ្ងៃគ្រប់គណៈចិត្តគ្រប់អិរិយាបថទាំង4នោះបានដោយមានសតិជាទីពឹងទីរលឹករបស់ចិត្តក្នុងការរក្សាក្នុងអារម្មណ៍ការធ្វើសមាធិនេះជាឱកាសមួយសម្រាប់សន្សំនៅគុណធម៌គឺសតិបញ្ញាជួយចិត្តរបស់យើងឲ្យរឹងមាំបងឲ្យតាំងនៅក្នុងកុសលឲ្យពេញឲ្យបរិបូរណ៍ជាគំនរនៃកុសលជាគំនរនៃរិស័យនៃការអប់រំសមាធិនេះបើចិត្តនឹងខ្វះសេចក្តីអប់រំចិត្តខ្វះអំណត់អត់ធន់ខ្វះការទូមានហើយញាតិញោមធ្វើការងារណាដែលមិនបានសម្រេចនៅជាប្រយោជន៍បានទេតើតែមានសេចក្តីអត់ធន់សេចក្តីព្យាយាមសិតតែអប់រំចិត្តឆ្លងកាត់មានបទពិសោធន៍ញាតិញោមរកទទួលទានក៏ដូចគ្នាធ្វើការក៏ដូចគ្នាបួសក្នុងព្រះសាសនារក្សាសិលធ្វើទានរក្សាសិលធ្វើសមាធិអប់រំសិក្សារៀនសូត្រពធនេះត្រូវការអត់ធន់ធ្ងន់ចិត្តព្យាយាមទៅអាចចិត្តនឹងរឹងមាំនៅក្នុងកុសលរឹងមាំដោយសតិនិងបញ្ញាពេញបរិបូរណ៍ដោយកុសលទើបចិត្តនឹងស្អាតបរិសុទ្ធបានការធ្វើសមាធិនេះគឺយើងកំពុងតែពុះពៀជាមួយនឹងឧបសគ្គសេចក្តីអត់ធន់នៃបណ្ដោះឫសគល់នៃកុសលធម៌ដើម្បីឲ្យមានអំណាចផ្លូវចិត្តឲ្យធ្ងន់ក្នុងការដោះស្រាយអំពីបញ្ហាដំណើរនៃជីវិតបុគ្គលបានអប់រំចិត្តបានធ្វើសមាធិនេះឯងបើចិត្តរបស់យើងនេះជឿជាក់ច្បាស់លាស់ទោះបីជាមានបញ្ហាមានឧបសគ្គប៉ុន្តែយើងបានវឹកហាត់វិថីចិត្តរបស់យើងទប់ទល់ជាមួយនឹងកិលេសខាងក្នុងខាង
ក្រៅបានហើយដែលយើងត្រូវបំពេញនោះការចម្រើនសមាធិកំពុងតែព្យាយាមសន្សំនៅចិត្តរបស់យើងដែលយកចិត្តទុកដាក់ជាមួយនឹងពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធឈ្មោះថាកំពុងតែប្រម៉ែប្រមូលនៅកុសលមានសោបនៈចិត្តនេះជាដើមសោបនៈចេតសិកនេះឲ្យចម្រើនគ្រប់ពេលគ្រប់វេលាដើម្បីរងាប់បង់នៅពពួកអកុសលនោះឲ្យសាបសូន្យបន្តិចម្ដងឲ្យអន្តរធានទៅដោយអំណាចនៃការចម្រើនអប់រំចិត្តការអប់រំនៅក្នុងសមាធិនេះជាខន្តីសេចក្តីអត់ធន់គុណជាតិដ៏ប្រសើរកំពុងតែសាងបារមីក្នុងការធ្វើដំណើរទៅដល់ត្រយពោលគឺព្រះនិព្វានណាពោលទៅព្រះនិព្វានកើតឡើងអំពីការអប់រំនឹងឯងនេះជាគុណជាតិមួយដែលយើងត្រូវអប់រំចិត្តនៅក្នុងសមាធិឲ្យឃើញទោសលោភៈចិត្តនេះជាប់ចម្ពាក់ដូចស្វាជាប់ជ័រអញ្ចឹងញាតិញោមយើងអត់អាចមិនអប់រំចិត្តបានទេមើលចិត្តរបស់យើងកពិចិត្តតាំងប្រៀបថាចិត្តនឹងដូចស្វាប៉ុន្តែស្វានឹងជាប់ជ័រជាប់ជើងជាប់ដៃជាប់ខ្លួននឹងត្រូវស្លាប់យ៉ាងណាចិត្តរបស់យើងជាប់ជាមួយរូបសម្លេងក្លិនរសផុតពៈធម្មារម្មណ៍រាល់ថ្ងៃនេះជាប់នៅក្នុងអារម្មណ៍ជាទីអាស្រ័យនៃមានឹងឯងតែងតែដេកត្រាំហើយធ្វើឲ្យយើងមានសេចក្តីទុក្ខលំបាកដល់ក្រៃលែងម្ល៉េះហើយដើម្បីរើរួលខ្លួនរួចអំពីទោសនៃលោភៈចិត្តដែលឆន្ទរៈនេះត្រូវតែព្យាយាមកម្ចាត់បង់ត្រូវតែព្យាយាមលះបង់នៅធម៌ជាគ្រឿងលះបង់ទាំងក្នុងសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានពេលណាដែលចិត្តរបស់យើងរឹងមាំខ្ជាប់ខ្ជួនហើយបញ្ញាកើតឡើងបានកំណត់ដឹងនៅសភាពពិតទៅតាមសភាវៈធម៌ហើយមិនពង្វេងអារម្មណ៍ទេអសមោហៈភូមិដែលមិនពង្វេងនោះត្រង់ចិត្តខ្ជាប់ខ្ជួនដែលបានអប់រំដោយមានសតិមានបញ្ញាជាបច្ច័យនាំឲ្យកើតនៅវិបស្សនាបើវិបស្សនាកើតហើយទៅឃើញនៅសភាវៈធម៌ឃើញនៅសង្ខារធម៌ទាំងឡាយដែលប្រព្រឹត្តទៅក្នុងនាមរូបក្នុងខណ្ឌក្នុងធាតុក្នុងអាយតនៈជាបរមត្តធម៌ដ៏ពិតប្រកបបានដល់ទៅពិតប្រកបហើយទើបអាចធ្វើឲ្យយើងនឿយណាយអំពីវត្តដាក់បើមិនមានបញ្ញាទៅឃើញក្នុងនាមរូបទៅឃើញខណ្ឌទេគ្មានសត្វបុគ្គលណាដែលតក់ស្លុតដែលសង្វេគដែលខណ្ឌដែលប្រព្រឹត្តទៅក្នុងចរិយាជាធិមរណៈនេះមិនឃើញទេទោះបីជារស់នៅក្នុងចរិយាជាធិមរណៈប៉ុន្តែនៅតែក្អាក់ក្អាយរីករាយនៅក្នុងរូបសម្លេងក្លិនរសផុតពៈរីករាយនៅក្នុងកាមត្រេកអរនៅក្នុងកាមត្រេកតាអាលនៅក្នុងកាមប្រព្រឹត្តខុសនៅក្នុងកាមតលតែមានសតិមានបញ្ញាទើបអាចឃើញទោសនៅក្នុងឧបាទានបញ្ញខណ្ឌមានសតិបញ្ញាទើបឃើញខណ្ឌ5នេះឃើញធម៌ទាំងឡាយនេះគួរឲ្យនឿយណាយមិនជាប់ជំពាក់នៅឆន្ទរៈមិនជាប់ជំពាក់ដោយសេចក្តីប្រាថ្នា
អាចរលាស់ដោយសេចក្តីមិនប្រកាន់នៅក្នុងឧបាទានបញ្ញខណ្ឌនេះឡោះត្រូវមានសទ្ធាត្រូវមានសិលត្រូវមានសមាធិត្រូវមានបញ្ញាតាមលំដាប់ទើបទ្វារវិថីរបស់យើងនេះស្ទុះទៅក្នុងដំណើរសមាបដិបទានេះមិនថយក្រោយមិនរារែកមិនរសេងរសាមដោយកិលេសដោយអវិជ្ជាតណ្ហាដោយតណ្ហាទិដ្ឋិមានៈទើបផុតចាកអំពីការកម្រើកញាប់ញ័រក្នុងកិលេសនេះបានបើយើងអត់បានអប់រំចិត្តទេអត់បានឃើញនៅសភាពពិតទេតើមានបញ្ញាណាទៅឃើញទោសនៃមោហៈទៅឃើញទោសនៃអវិជ្ជាទៅឃើញទោសនៃតណ្ហាទិដ្ឋិមានៈនោះបើអត់មានបញ្ញាថ្នាក់វិបស្សនាទេมันអាចឃើញទោសក្នុងរូបបរមត្តនាមបរមត្តมันអាចឃើញទោសនៅក្នុងខន្ធធាតុអាយតនៈដែលប្រព្រឹត្តទៅជារាបជាធិនិងមរណៈព្រឹត្តទៅជាប់ជំពាក់ដោយសេចក្តីទុក្ខដ៏សម្បើមនោះទេយើងអត់អាចរកឧបាយចេញឲ្យផុតចាកអំពីខណ្ឌ5នឹងទេអត់អាចរកឧបាយផុតចាកអំពីភពនឹងទេអត់អាចរកឧបាយក្នុងការរលាស់ចោលទៅក្នុងវដ្តៈនឹងទេនៅតែស្អិតជាប់ជាមួយនឹងរូបនាមស្អិតជាប់ជាមួយនឹងខន្ធធាតុអាយតនៈស្និទ្ធស្នាលប្រកាន់ស្រើបស្រាលជាប់ជំពាក់ហើយមានសេចក្តីទុក្ខតែនៅក្នុងខន្ធធាតុអាយតនៈនោះដោយសារតែមោហៈគឺសេចក្តីវង្វេងណាវង្វេងបុគ្គលខ្លះវង្វេងហើយនៅមានអ្នកយល់ឃើញថាខ្លួននេះកំពុងតែធ្វើដំណើរទៅកាន់ព្រះនិព្វានទៀតម្ល៉េះហើយធ្វើឲ្យសាបសូន្យឥទ្ធិពលប្រធមដ៏បរិសុទ្ធរបស់ព្រះសម្មាសម្ពុទ្ធជាធម៌ខ្សេមចាក់ទុកជាធម៌រំលត់បងនៅភ្លើងទុកភ្លើងកិលេសជាធម៌ដ៏បរិសុទ្ធស្រោចស្រង់ដល់សត្វលោកទាំងឡាយឲ្យរួចផុតចាកអំពីទុក្ខរួចចាកអំពីភ័យរួចចាកអំពីសេចក្តីសោកផុតចាកអំពីសេចក្តីខ្សឹកខ្សួលចង្អៀតចង្អល់នោះបានដោយសារការបដិបត្តិនឹងត្រឹមត្រូវតាមឱវាទរបស់ព្រះអង្គចឹងញាតិញោមត្រូវមានសទ្ធាមុតមមត្រូវមានសិលឲ្យប្រកបពជាអប់រំចិត្តនេះឲ្យនឹកណឲ្យស្ងប់ស្ងាត់ឲ្យមមត្រូវតែចម្រើននៅវិបស្សនានេះមានបញ្ញាខ្ជាប់ខ្ជួនមិនរវើរវាយមិនញាប់ញ័រមិនប្រែប្រួលផ្លាស់ប្ដូរដោយតណ្ហាដោយទិដ្ឋិដោយចិត្តដោយសញ្ញាដែលយើងគ្រាន់តែធ្លាប់ចំណាំនោះទេបញ្ញាថ្នាក់វិបស្សនានេះនាំចិត្តរបស់យើងឲ្យស្គាល់ពិតដឹងពិតដោយសភាវៈនៃការចម្រើនគឺបរមត្តធម៌រូបបរមត្តនាមបរមត្តរហូតដែលជាអារម្មណ៍របស់វិបស្សនានឹងបានសម្រេចនៅមគ្គផលយើងបានស្គាល់នៅនិព្វានបរមត្តណានិព្វានបរមត្តកាន់យកអារម្មណ៍ព្រះនិព្វាននោះបានពេលណាដែលយើងបានសម្រេចមគ្គផលនេះជាគុណជាតិមួយដ៏អស្ចារ្យដែលយើងបានកើតមកតាន់ព្រះសាសនានៃព្រះសម្មាសម្ពុទ្ធសូមប្រកាសម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់បានបួសនៅក្នុងពុទ្ធសាសនាហើយជាភិក្ខុសាមណេរជាបាសកបាសិកាហើយធ្វើជាគំរូកុំឲ្យពុទ្ធបរិស័ទធ្លាក់សទ្ធាដោយសារយើងឲ្យពុទ្ធបរិស័ទបាបដោយសារយើងកុំឲ្យពុទ្ធបរិស័ទតេះដៀល
ដោយសារតែយើងធ្វើមិនត្រឹមត្រូវក្នុងពុទ្ធសាសនាកុំឲ្យពុទ្ធបរិស័ទខ្វល់ខ្វាយកើតទុក្ខជាមួយនឹងយើងអ្នកបួសក្នុងពុទ្ធសាសនាត្រង់យើងអត់មានសិលត្រង់យើងអត់សមាធិដល់យើងអត់ចម្រើនវិបស្សនាអត់បានត្រឹមត្រូវកុំឲ្យពុទ្ធបរិស័ទកើតទុក្ខអាស្រ័យយើងជាបុគ្គលល្ងងជាបុគ្គលវង្វេងជាបុគ្គលមិនឆ្លៀសអត់យល់ទាំងបរិយ័តអត់ស្គាល់ទាំងបដិបត្តិម្ល៉េះឲ្យគាត់មានទុក្ខច្រើនណាស់កុំបន្ថែមនៅសេចក្តីទុក្ខឲ្យពុទ្ធបរិស័ទនឹងខ្វល់ខ្វាយឲ្យពុទ្ធបរិស័ទនេះមានភាពចង្អៀតចង្អល់មានភាពភ័យខ្លាចនៅធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធត្រង់សាវករបស់ព្រះអង្គហ្នឹងបដិបត្តិនៅក្នុងសិលសមាធិបញ្ញាមិនបានល្អធ្វើឲ្យមហាជនតេះដៀលដល់សាវកបើមហាជនតេះដៀលដល់សាវកជាបុត្ររបស់ព្រះអង្គហើយព្រះអង្គថារមែងនឹងតេះដៀលដល់តថាគតដែលព្រះអង្គទូមានដល់សាវកនឹងមិនល្អម្ល៉េះហើយយើងសម្រេចចិត្តនឹងឲ្យបានច្បាស់លាស់ទៅជាប្រសង់ពិតប្រកបមានវត្តប្រតិបត្តិដ៏ល្អត្រឹមត្រូវសាងវត្តនឹងឲ្យទៅជាវត្តប្រតិបត្តិកន្លែងគោរពបូជានៅក្នុងព្រះសាសនានៃព្រះសម្មាសម្ពុទ្ធនេះឲ្យតាមវត្តអារាមឮសំឡេងព្រះធម៌ដែលពពកបរោះរបស់យើងផ្ដាយផ្ដាំកុំឲ្យតាមវត្តអារាមឮសំឡេងនិយាយដើមគ្នាចាក់ដោតគ្នាពោលពាក្យអាក្រក់ញុះញង់បំបែកបំបាក់បៀតបៀនគំនុំគុំគួនរយរាយឥតប្រយោជន៍ឲ្យឮសំឡេងពធស្ដាប់ពធធម្មសាកច្ឆាសិក្សាទន្ទិញនៅពុទ្ធវចនៈវិន័យវសូត្រអភិធម្មបល័យសង្ស្ក្រឹតរៀនឲ្យបានពិតប្រកបទើបជួយសាសនានៃព្រះសម្មាសម្ពុទ្ធនោះបានរុងរឿងធ្វើឲ្យដែនដីរបស់យើងនឹងបានតិចដល់ពុទ្ធបរិស័ទរស់នៅក្នុងសង្គមបានទទួលសុខសន្តិភាពចាប់ពីខ្លួនយើងម្នាក់នឹងចាប់ពីខ្លួនយើងម្នាក់ដែលចង់បានសុខចង់បានចម្រើនយើងទាំងអស់គ្នាចេះតែចង់ឲ្យគ្រួសារយើងនឹងមានសុខសន្តិភាពភាពញញឹមញញែមស្រស់ស្រាយឲ្យសង្គមយើងនឹងមានសុខសន្តិភាពញញឹមស្រស់ស្រាយឲ្យពិភពលោកនឹងមានសុខសន្តិភាពញញឹមស្រស់ស្រាយផ្សាយទៅប៉ុន្តែត្រូវតែចាប់ផ្ដើមពីខ្លួនយើងនេះបានឃើញនៅពធមានសុខសន្តិភាពនៅក្នុងខ្លួនយើងម្នាក់បានមានមេត្តាមានភាពញញឹមស្រស់ស្រាយធ្វើឲ្យសង្គមគ្រួសារធ្វើឲ្យប្រទេសជាតិធ្វើឲ្យពិភពលោកហ្នឹងក៏បានភាពស្រស់ស្រាយសុខសន្តិភាពនោះបានចឹងត្រូវតែមានសេចក្តីប្រឹងប្រែងព្យាយាមបណ្ដោះនៅគុណធម៌ពួកគុណធម៌នេះមិនមែនកើតអំពីថាទេកើតអំពីការប្រតិបត្តិទូមានកាយវិចារចិត្តឲ្យបានត្រឹមត្រូវឲ្យបានល្អទៅក្នុងធម៌វិន័យរបស់ព្រះអង្គទើបញ៉ាំងនៅគុណធម៌នោះឲ្យប្រសើរឲ្យខ្ពង់ខ្ពស់សម្រាប់ទីពឹងសម្រាប់ទីរលឹកជាចម្រោកដល់សុខសន្តិភាពនៅក្នុងសង្គមមនុស្សទូទៅនោះបានចឹងសូមប្រកាសណាម្ចាស់គ្រប់ព្រះអង្គយមញាតិទាំងអស់ព្យាយាមបណ្ដោះនៅសេចក្តីល្អក្នុងធម៌វិន័យនេះឲ្យបានប្រសើរតាមឱវាទរបស់ព្រះអង្គទីបំផុតបានពលត្រូវរួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាតងសូមអរគុណ